ជំរាបសួរដល់សិស្សគណៈដល់លោកគ្រូអ្នកគ្រូសិស្សនិងលោកប្រុសលោកស្រីទាំងអស់លោកមានចិត្តស្រាវជ្រាវប្រវត្តិហោរាសាស្ត្រឬក៏ប្រវត្តិកាយតកតងនឹងហោរាសាស្ត្រហ្នឹងឥឡូវខ្ញុំបានកែតម្រូវប្រវត្តិកាយច័ន្ទដែលវាមានការឆ្កងនៅខាងដើមបន្តិចបន្តួចឥឡូវខ្ញុំបានកែតម្រូវឥឡូវលេខ2ប្រវត្តិកាយច័ន្ទតាមតម្រាហោរាសាស្ត្រដំណើរថាព្រះឥសូរឬក៏ព្រះសេវៈជាអង្គម្ចាស់សូត្រមុនវេទឲ្យនាងទេពធីតា15អង្គប្រែក្លាយជាធូលីល្អិតផង់រួចក្រោយមកក្របដោយក្រណាត់ពណ៌សស្រទន់ហើយខ្សែប្រុសព្រំដោយទឹកអមរិតបង្កើតបានជាទេវបុត្រមួយអង្គមានព្រះវរកាយពណ៌សស្រទន់ពណ៌សខ្ចីលាយពណ៌ស៊ីនួនបន្តិចស្បែកភ្លឺរលោងចែងចាំងលម្អត្បូងពេជ្រកៅមនីរតនៈឯវិមានរបស់ទ្រង់ជាវិមានកៅមនីហើយមានរាជរថមានស័ព្ទសេះជាពីហណៈទ្រង់បានប្រដិសន្ធិពីទិសខាងត្បូងទ្រង់គោចរឆ្លងកាត់ពន្លឺរស្មីនៃព្រះសុរិយៈបាន6ទិសមួយរយៈវេលាដែលតែនៅហាក់ដូចជាមិនទាន់ពេញកម្លាំងទ្រង់បានគោចរមួយជុំទៀតក៏បានទៅក្រងនៅទិសខាងកើតជាធាតុដីគឺរយៈវេលា15ទិសដែលមានកម្លាំង15មានលក្ខណៈជាធាតុដីសំណើមជាដំបូងដែលទើបកើតឡើងជាបឋវីធាតុតាមដំណើររឿងថាក្នុងគ្រាមួយនោះព្រះរាហូកើតជាកហបតីសម័យនោះព្រះច័ន្ទកើតជាអ្នកទាល់ក្រម្នាក់ទៅបលប្រាក់ព្រះរាហូយកមកធ្វើជាដើមទុនលុះការជាយូរមកព្រះរាហូកហបតីក៏ទៅទារប្រាក់ពីព្រះច័ន្ទកំសត់ព្រះច័ន្ទគ្មានប្រាក់នឹងសងក៏លោភរត់ទៅលាក់ខ្លួនពួននៅមួយកន្លែងឯព្រះសៅកើតជាអ្នកចំនួនម្នាក់ជាមិត្តភ័ក្តិនឹងព្រះរាហូកហបតីចេញដំណើរទៅជួញក៏ទៅប៉ះចំកន្លែងដែលព្រះច័ន្ទពួនហើយនាំសេចក្តីមកប្រាប់ព្រះរាហូជាសម្លាញ់ឲ្យជ្រាបព្រះរាហូក៏ទៅតាមចាប់យកខ្លួនព្រះច័ន្ទពេលនោះព្រះពុទ្ធកើតជាសនខៈឬក៏ជាសត្វឆ្កែឬក៏ឃើញហេតុការចាប់ដូច្នេះក៏នឹកអាណិតដល់ព្រះច័ន្ទទើបស្ទុះលោតទៅខំព្រះរាហូព្រះច័ន្ទក៏ដោះខ្លួនរួចរត់បាត់ទៅក្នុងអតីតកັບកន្លងមកហើយសេដ្ឋីសហវិស័យមានបុត្រ3នាក់កាលសេដ្ឋីបិតាដល់ការកិរិយាហើយបុត្រទាំង3បាននិមន្តលោកមកធ្វើបុណ្យលុះដល់ពេលដាក់បាតឬរាប់បាតបងប្រុសជាធំបានផ្តិលមាសឯបងបន្ទាប់បានជាផ្តិលប្រាក់ឯចំណែកប្អូនបំផុតគ្មានផ្តិលមាសផ្តិលប្រាក់នឹងគេទើបយកត្រឡប់មកធ្វើជាភាជណៈដាក់បាយរាប់បានហើយបងប្រុសធំអធិដ្ឋានថាសូមឲ្យទៅកើតជាព្រះអាទិត្យបំភ្លឺនៃលោកបងបន្ទាប់អធិដ្ឋានថាសូមឲ្យកើតទៅជាព្រះច័ន្ទបំភ្លឺនៃលោកប្អូនប្រុសបំផុតបានលើដូច្នេះក៏ក្រោធទៅអធិដ្ឋានថាសូមឲ្យទៅកើតជាបងប្រុសធំរបស់ព្រះអាទិត្យនិងព្រះច័ន្ទនោះតមកប្រុសទាំង3នាក់លុះដល់មរណាហើយក៏បានទៅកាន់យកកំណើតតាមប្រាថ្នាគ្រប់គ្នាប្អូនប្រុសតូចនោះបានទៅកើតជាព្រះរាហូតម្រាព្យាករពោលថាឯព្រះច័ន្ទនេះសាងឡើងដោយនាងទេពកញ្ញា15រូបដូច្នេះព្រះច័ន្ទទើបមាននិស្ស័យត្រដំត្រសងនឹងស្រីគឺរូបស្អាតទន់ភ្លន់ស្រស់ស្រាវគួរឲ្យស្រឡាញ់ជាប្រដេះត្រូវដោយកាបឃ្លោងចិត្តងាយប្រែក្រឡាស់ច្រើនតែល្អេល្អៀងសែនតោកអន្ទោលហឺហាច្រើនភ្ញាក់ផ្អើលបើកាលណាឃ្លាវខ្លាក៏ឃ្លាវខ្លាយ៉ាងភិក្សវង្សគួរចេះដឹងលក្ខស្រីដូចនាងច័ន្ទតាមតម្រាហោរាសាស្ត្រថាបើអ្នកណាលក្ខណៈកុំច័ន្ទពាក្យថាកុំហ្នឹងគឺការរួមរាសីឬក៏សង្កត់លក្ខណៈហ្នឹងបានថាឬក៏ត្រួតលក្ខណៈបានថាទីហោថារាសីមួយហ្នឹងមានផ្កាយច័ន្ទផងផ្កាយអីផងឬមានផ្កាយច័ន្ទជាលក្ខណៈផងមានផ្កាយអីផ្សេងទៀតដូចរាហូសៅកេតុបានថាមួយរាសីហ្នឹងមានផ្កាយ3 4បើទីហោឲ្យងាយយល់វិញគឺដូចនៅក្នុងភពអត្តច័ន្ទអត្តវាមានផ្កាយច័ន្ទជាអត្តផ្កាយសៅជាតនុផ្កាយពហោះជាមរណៈអញ្ចឹងទៅមានថាជួរតែមួយយើងមើលពីលើចោះក្រោមឬមើលពីក្រោមឡើងលើមកឃើញជួរតែមួយហ្នឹងមានផ្កាយ3បូកបញ្ចូលគ្នាបានជាកម្លាំងផ្កាយហ្នឹងអាហ្នឹងហើយគេហៅថាត្រួតរាសីឬរួមរាសីឬកុំរាសីកាលណាបើវាមានតែវានោះវាអត់ហៅកុំទេកុំដូចជាផ្គុំក្បាលគ្នាចាស់ពីដើមមកនិយាយថាលោកថាផ្គុំក្បាលគ្នាហ្នឹងផ្គុំក្បាលគ្នាហ្នឹងនិយាយតែរឿងគេអាហ្នឹងវានិយាយគ្រាមភាសានិយាយយល់បើអ្នកណាលក្ខណៈកុំច័ន្ទគេច្រើនទេថារូបស្អាតមានបុណ្យបរិបូរណ៍ដោយទ្របយោតម្រាចតិបនីប្រកាន់ថាជាលក្ខណៈបដិសន្ធិមានគុណប្រសើរអាចការពារនៅភ័យអន្តរាយបានតម្រាតែងពោលថាជាអ្នកស្និទ្ធស្នាលស្រឡាញ់ជាមួយនឹងពុទ្ធបើពុទ្ធត្រូវនឹងច័ន្ទត្រូវនឹងពុទ្ធក្នុងដួងចតាហើយល្អណាស់បានន័យថាប្រច័ន្ទហ្នឹងសង្កត់លក្ខណៈឲ្យពុទ្ធហ្នឹងនៅទល់មុខបានន័យថាវានៅ
នៅ6រាសីនៅទល់មុខឧទាហរណ៍ថាបើលក្ខណៈហ្នឹងច័ន្ទហ្នឹងនៅនឹងតុល្យៈកាយពុទ្ធហ្នឹងវានៅមេសៈហើយវាហុចផលឲ្យល្អតែបើសុភគ្រោះនិងសុភគ្រោះជាមិត្តគ្នាល្អតែបើជាសត្រូវគ្នាអាហ្នឹងវោធំវិញអាហ្នឹងនិយាយទៅក្នុងចក្រាសីឥឡូវនេះយើងកុំឲ្យវែងឆ្ងាយចូលនៅក្នុងវត្តផ្កាយដដែលទៅច័ន្ទត្រូវនឹងពុទ្ធក្នុងដួងចតាហើយល្អណាស់ឯច័ន្ទនេះជាភរិយារបស់អាទិត្យតែមិនត្រូវនឹងអាទិត្យព្រោះនាងច័ន្ទធ្វើមោះមិនគប់នឹងព្រះអាទិត្យសហាយស្មន់នឹងអង្គាដូច្នេះបើច័ន្ទនិងអង្គាទាំងពីររួមរាសីគ្នាបើថាក្នុងរាសីមួយហ្នឹងមានផ្កាយទាំងពីរហ្នឹងនៅជាមួយគ្នាច្រើនបណ្ដាលទៅជាចិត្តរវេះរវាមក្នុងមាតុក្រាមចាស់ពីដើមលោកមិនអោយមនុស្សដែលកើតថ្ងៃច័ន្ទនិងថ្ងៃអង្គាហ្នឹងយកគ្នាជាប្តីប្រពន្ធជាប្រពន្ធទេកូនច្រើនតែងក់ងោធ្វើអីមិនកើតទេច្រើនតែកូនច្រើនគេហៅឆ្លោះច្រើនកូនច្រើនឯច័ន្ទនេះជាទេពធីតារបស់ព្រះហស្ថប៉ុន្តែមិនត្រូវនឹងព្រះហស្ថទៀតព្រោះព្រះហស្ថជាអ្នកស្ថិតនៅក្នុងសិលធម៌ចូលខាងអាទិត្យដែលជាកូនប្រសាររបស់ខ្លួនហើយធ្លាប់និយាយប្រាប់អាទិត្យថាច័ន្ទសហាយនឹងអង្គាដោយហេតុនេះទើបមិនត្រូវនឹងព្រះហស្ថនឹងច័ន្ទនឹងច័ន្ទត្រូវនឹងព្រះហស្ថច្រើនថ្កោលលើទោសគ្នាមិនសូវល្អច័ន្ទស្អប់ណាស់គឺរាហូព្រោះរាហូរូបមិនស្អាតត្រូវការចំអកលក់លើយឲ្យច័ន្ទដូចរាហូនិងច័ន្ទច្រើនមានអន្តរាយដល់អ្នកជាម្ចាស់ចតាការប្រើពណ៌សម្លៀកបំពាក់ច័ន្ទស្លៀកពាក់សម្ពុតគុំពណ៌ស្ដាស់តែងគ្រឿងពណ៌លឿងសស្លាបសម្បុរច្រាស់ផ្លេតសំប្រវត្តិមុតក្តារសភាវៈរដ្ឋច្រើនរឿងរស្មីផ្លាស់ផ្លេតតាក់តែងត្បូងមณีពណ៌ទឹកបឹងឆោវីដេញឆ្វេងឆ្វាត់ចាញ់ចាំងសែងបភារន្ទាដាលដូចថ្ងៃមានសិទ្ធិជ័យជោគមង្គលវិមលដ្ឋានចប់ផ្កាយច័ន្ទចឹងខ្ញុំនឹងកែតម្រូវផ្កាយអង្គានិងផ្កាយពុទ្ធតទៅទៀតអញ្ចឹងកែតម្រូវចប់ហើយបើសិនជាខ្ញុំស្រាវជ្រាវប្រវត្តិផ្កាយហ្នឹងវាមិនទាន់បានទេខ្ញុំអាចនឹងធ្វើវីដេអូបង្ហាញអំពីបង្រៀនអំពីកាលយកតទៅទៀតខ្ញុំចង់ឲ្យវាឆាប់ចប់ដើម្បីឲ្យការធ្វើវីដេអូរបស់ខ្ញុំនេះវាបានផ្លែផ្កាទៅដល់អ្នកដែលបានចូលទស្សនានិងបានជ្រាបហើយនិងបានយល់និងបានចេះដឹងបណ្ដាតាមពិតទៅបើអាច copy បានចំណេះចេះដឹងនេះ copy ឲ្យអ្នកទាំងអស់ដែលបានស្ដាប់តែវា copy មិនបានអញ្ចឹងសូមអរគុណជួបគ្នានៅវីដេអូក្រោយ